ទាន់ហេតុការណ៍ប៉ូលីសខេត្តព្រះសីហនុរងការរិះគន់ខ្លាំងរឿងផាកពិន័យជនជាតិចិន2លានរៀលគ្មានវិក័យប័ត្រផ្ទុះក៏ក្រាកទៀតហើយករណីរឿងសមត្ថកិច្ចមួយនៅឯខេត្តកោះកុងមិនទាន់ទាំងចប់ផងរឿងយកលុយជនជាតិចិនចំនួន$15ឥឡូវនេះសប្តាហ៍ផ្ទុះក៏ក្រាកករណីមួយទៀតនៅឯខេត្តព្រះសីហនុដែលនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026នេះគឺមានការផ្ទុះល្បីខ្លាំងមែនទែនដែលតាក់ទងនឹងវីដេអូមួយដែលគេបង្ហោះការចែកចាយពេញបណ្ដាញសង្គមដែលពាក់ព័ន្ធនឹងករណីថាសមត្ថកិច្ចខាងខេត្តព្រះសីហនុហ្នឹងបានធ្វើការផាកពិន័យជនជាតិចិនដែលបើកបរដែលមានជាស្រវឹងហ្នឹងចំនួន2លានរៀលប៉ុន្តែក្នុងនោះគេថាផាកពិន័យ2លានហើយអត់មានចេញវិក័យប័ត្រករណីបែបនេះដែលធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គមហ្នឹងបានធ្វើការ share ចែករំលែកព្រោងព្រាតហើយក៏រិះគន់ខ្លាំងទៅលើសមត្ថកិច្ចឯខាងខេត្តព្រះសីហនុផងដែរយ៉ាងណាមិញមានគណនីមួយបានលើកឡើងថា2លានគ្មានវិក័យប័ត្របើមិនអោយខ្ញុំស្ទូចស្ត្រីម្នាក់ឈ្មោះស្រីពៅបានប៉ះពាក្យសម្ដីជាមួយនឹងកម្លាំងសមត្ថកិច្ចចរាចរណ៍ឯខាងក្រុងព្រះសីហនុនៅជិតផ្លូវត្រីដូហ្វីនដោយគាត់បានលើកឡើងថាជនជាតិចិនបើកបរលើសជាតិអាល់កុល 0.68 មីលីក្រាមក្នុង1លីត្រខ្យល់ត្រូវផាកពិន័យ2លានរៀលឲ្យចេញវិក័យប័ត្របង់លុយឲ្យក៏មិនព្រមសូមបងប្អូនពិចារណាទាំងអស់គ្នាខាងណាខុសខាងណាត្រូវកើតឡើងពេលយប់អាធ្រាត្រឈានចូលថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរដែលជាជនជាតិចិនពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើប៉ូលីសចរាចរណ៍ខាងខេត្តព្រះសីហនុនេះនៅមុននេះបន្តិចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថាករណីនេះគឺកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកហ្នឹងបានដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលនៅលើផ្លូវ28មិថុនាដែលស្ថិតនៅក្នុងសង្កាត់លេខ3ក្រុងនិងខេត្តព្រះសីហនុបានពិនិត្យណែនាំរថយន្តនិងម៉ូតូជាច្រើនគ្រឿងដោយឡែកនៅក្នុងពេលត្រួតពិនិត្យនោះក៏បានពិនិត្យរថយន្តមួយដែលមានម៉ាកថា Alpha ពណ៌ខ្មៅណាបងប្អូនណាបាទបើកបរដោយជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុលក្នុងខ្លួន 0.68 ក្នុង1លីត្រខ្យល់ហើយត្រូវបានសមត្ថកិច្ចយើងឃាត់ឲ្យនៅកន្លែងសិនពេលស្វាងទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញតែស្រាប់តែពេលនោះមានស្ត្រី2នាក់បានថតវីដេអូឡូឡានៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែលចង់រំដោះជនជាតិចិននោះហើយជេរប្រមាថមើលងាយទៅលើកងកម្លាំងសមត្ថកិច្ចនិយាយមិនដឹងទៅមុខឬក៏ទៅក្រោយទំនងជាស្រវឹងដូចជាជនជាតិចិនដែរនិងរំខានដល់កិច្ចការរបស់សមត្ថកិច្ចបង្ហោះផ្សាយផ្អើលពេញបណ្ដាញសង្គមព្រមទាំងបានជំរុញឲ្យលុយទៅសមត្ថកិច្ចយើងប៉ុន្មានក៏បានដែរតែសមត្ថកិច្ចមិនយកជាដាច់ខាតអញ្ចឹងពាក់ព័ន្ធនឹងករណីខាងលើនឹងសមត្ថកិច្ចបានបញ្ជាក់ហើយគឺដោយសារតែនារីដែលជាជនជាតិខ្មែរហ្នឹងគាត់គាត់ឲ្យលុយណាបាទគាត់ឲ្យលុយទៅសមត្ថកិច្ចដើម្បីបញ្ចប់រឿងតែសមត្ថកិច្ចគាត់បញ្ជាក់ថាគាត់អត់យកទេបាទហើយជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក៏សូមច្រានចោលដោយការរៀបរាប់អ្វីដែលបានកើតឡើងនៅក្នុងបណ្ដាញសង្គមហើយក៏សូមអញ្ជើញម្ចាស់គណនីឲ្យចូលមកបំភ្លឺនៅស្នងការដ្ឋានបើសិនជាមានករណីបែបនេះកើតឡើង